បងប្អូនឃើញ creamy ហ៎ប៉ុណ្ណឹងបានហើយញ៉ាំអាហារពេលព្រឹក easy ងាយហើយបងប្អូនថ្ងៃនោះខ្ញុំញ៉ាំអាហារពេលព្រឹកសាមញ្ញនំប៉័ងលាបសូកូឡាអានេះនំប៉័ងនេះខ្ញុំយកទៅត្រាំដោះគោជាមួយនឹងពងក្លុកហើយបន្ទាប់មកខ្ញុំដាក់ចៀនហើយវាមានរសជាតិអីទេដល់ពេលអញ្ចឹងតើតែលាបសូកូឡាតិចមកវាបង្កើនរសជាតិឆ្ងាញ់អញ្ចឹងអានេះព្រឹកហ្នឹងហើយមួយទៀតកាហ្វេ Old Town ដដែលចាក់ទឹកល្មមបានហើយបងប្អូនដើម្បីពេលដែលយើងវាយទៅវារៀង creamy អូខេប៉ុណ្ណឹងបានហើយយើងចាក់ដល់គោស្រស់មកល្មមបានហើយប៉ុណ្នេះបានហើយដល់មកដាក់ទឹកកកយឺតពេកអញ្ចឹងតោះលើកទៅឆេងគោមកបងប្អូនអូយណាខាក់នេះគឺជា prefer ខ្ញុំព្រឹកហ្នឹងណាបងប្អូនអញ្ចឹងបងប្អូនហូបអាហារពេលព្រឹកហើយនៅ